ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាសារជាថ្មីនៅក្នុងវីដេអូទី3នៃការធ្វើដំណើរកម្សាន្តរបស់នាងខ្ញុំទៅខាងរដ្ឋ Tasmania ផងដែរបងប្អូនឬគេហៅខ្លីៗថាជារដ្ឋ Tassie ផងដែរបងប្អូនហើយនេះកំពុងតែរៀបចេញដំណើរទៅកន្លែងគោលដៅដែលពួកយើងរៀបចំនឹងដើរលេងនៅក្នុងថ្ងៃនេះផងដែរបងប្អូនហើយនេះគឺជាសកម្មភាពតិចតួចរបស់យើងក្នុងការចេញពីកន្លែងស្នាក់នៅផងដែរហើយយើងរៀបចំឡើងឡានដោយសារតាឡាននេះគឺយើងជួលគេមកហើយយើងធ្វើការបើកខ្លួនឯងចឹងបងប្អូនព្រោះអីវាងាយស្រួលសម្រាប់ការដែលយើងចង់ទៅកន្លែងណាមានកម្រងអីខ្លះយើងចង់ stop កន្លែងណាអីកន្លែងណាវាងាយស្រួលនៅក្នុងការដែលយើងបើកខ្លួនឯងចឹងណាហើយកន្លែងនេះគឺគេហៅថាអាចនិយាយបានថាជាទីក្រុងមួយផងដែរបងប្អូនគេហៅថា Launceston នៅក្នុងរដ្ឋ Tasmania ផងដែរគឺទីក្រុងមួយទូចដែរបងប្អូនហើយវាមានគេហៅថាលក្ខណៈបែបស្ងប់ស្ងាត់អត់ទៅប្រជុំជនដែរអញ្ចឹងណាហើយនេះគឺនៅតាមផ្លូវដែលយើងធ្វើដំណើរទៅកន្លែងគោលដៅរបស់យើងហើយសម្រាប់វីដេអូនេះផងដែរបងប្អូនគឺមានជាវីដេអូបែបជាទេសភាពនៅតាមដងផ្លូវដែលពួកយើងធ្វើដំណើរទៅកន្លែងគោលដៅរបស់យើងបានកំណត់ថាចង់ទៅនឹងដោយសារតែហ្នឹងហើយខ្ញុំអត់ចង់បង្ហាញវីដេអូវែងពេកអញ្ចឹងសម្រាប់វីដេអូមួយនេះបើបងប្អូនចង់តាមដានគឺនឹងបង្ហាញបងប្អូនពីទេសភាពនៅតាមដងផ្លូវអញ្ចឹងណាបងប្អូនភាគច្រើនគឺយើងចំណាយពេលវេលាយូរដែរទៅកន្លែងដែលយើងចង់ទៅនឹងហើយនៅtrongវីដេអូនេះក៏មានបែបវីដេអូខ្លីមួយសម្រាប់បងប្អូនដែលគាត់អាចទស្សនាបានថាយើងនឹងទៅកន្លែងណាអញ្ចឹងបងប្អូនហើយនេះបងប្អូននៅតាមផ្លូវគេខ្នើស្អាតមែនតើបងប្អូនពួកអីលក្ខណៈបែបផ្លូវចោលហើយចុះឡើងអញ្ចឹងគឺមានផ្លូវបត់បែនហើយទេសភាពស្អាតមែនតើអញ្ចឹងបងប្អូនទាំងអស់គ្នារីករាយនឹងទស្សនាវីដេអូនេះទាំងអស់គ្នាអរគុណjust making the stops. It was nice and sunny, but as soon as we got up here, it started like showering. So hopefully when we get up to the mountain, it's not raining, so we can get a chance to go and sightsee for a little bit. But yeah, it's just little stops, doing some filling up the cars and coffee. Jumping out of the window.